រំភើបមែនបងប្អូននិយាយពីថាអ្នកចូលរួមកម្មវិធីឯប៉ុន្តែសប្បាយអរនឹងរៀបចំខ្លួនតាំងពីល្ងាចជាងម្ចាស់កម្មវិធីទៀតនិយាយពីថាឆ្លេឆ្លាមួយថ្ងៃហ្នឹងគឺតែរៀបចំផ្លែឈើទៅចូលសួរកូនស្រីគេចឹងណាហើយនេះគឺជាលើកទី1ដែលខ្ញុំបានទៅចាដោយសារតែមានកម្មវិធីបងប្អូនជាច្រើនទៀតតែយើងដែលបានទៅសួរនាំអីចឹងហើយបងប្អូនជីដូនមួយខ្ញុំហ្នឹងគឺគាត់ច្បាស់លាស់មួយគូសង្សារគាត់ហើយអញ្ចឹងត្រូវចូលសួរដល់ម៉ែឪនេះបានហៅថាបុរសមានទំនួលខុសត្រូវមែននិយាយពីថាពីដំបូងចង់ភ័យអត់ឃើញថាអត់ចេះស្រឡាញ់ស្រីស្ងាត់ដល់ពេលឥឡូវមកចូលសួរកូនគេបាត់និយាយពីថាសប្បាយអរមែនតែនបងប្អូនគ្រាន់តែឮក៏ចូលរួមអបអរចំនួនដែរដោយសារអីចិត្តញ៉ាំចាស់ចិត្តបានញ៉ាំក្បាលឈូកទាំងអស់គ្នាអញ្ចឹងបងប្អូនត្រៀមតែសម្លៀកបំពាក់កាត់ឈុតរៀងខ្លួនទៅកម្មវិធីបងប្អូនជួបជុំគ្នាអញ្ចឹងម្ដងគឺសប្បាយអរណាស់ហើយគ្មានពីអីក្រៅពីជូនពរឲ្យបងប្អូនទាំងពីរស្រឡាញ់គ្នាដល់ចាស់កោងខ្នងនោះទេហើយនឹងជួបគ្នាកម្មវិធីមង្គលការក្នុងពេលឆាប់ផងដែរសម្រាប់បងប្អូនវិញយល់យ៉ាងណាដែរបើសិនជាយើងមានគូគប់ទំនាប់ចិត្តហើយតើយើងក៏ច្បាស់លាស់នឹងជាមួយគេនៅពេលណាព្រោះបើសិនជាយើងបដែតបដោយខាងចាស់ទុំខាងស្រីក៏គេមិនសប្បាយចិត្តដែរតែបើយើងគិតគូរថាចាប់ដៃជាគូអនាគតហើយគឺយើងត្រូវតែចាចូលតាមផ្លូវតាមច្បាប់ប្រពៃណីខ្មែរយើងហើយដើម្បីបានជាគូអនាគតចឹងណាខ្ញុំនិយាយរឿងវែងឆ្ងាយបើខុសឆ្គងសូមអធិស្ឋានផងចាអរគុណជម្រាបលាបាយបាយ